អូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បន្ថែមទៅលើចំណុចកែ stock ជូនណាអញ្ចឹងរបៀបកែ stock ហ្នឹងគឺតាមពិតទៅការងារ stock គឺមាន2របៀបរបៀបទី1ហ្នឹងគឺការទិញចូល stock ថ្មីពី supplier ពីអ្នកផ្គត់ផ្គង់ណាមួយណាដែលខ្ញុំបានផ្ញើវីដេអូនឹងមួយហើយនៅក្នុង Telegram ដែលការងារហ្នឹងយើងហៅថា purchase ហ្នឹងមានន័យថាទិញចូលណាប៉ុន្តែអានេះជារបៀបមួយផ្សេងទៀតដែលយើងបញ្ចូល stock ប៉ុន្តែការបញ្ចូល stock នេះគឺបញ្ចូលដោយផ្អែកទៅលើ stock ដែលយើងកំពុងតែមានស្រាប់នៅក្នុងហាងរបស់យើងអញ្ចឹងអានេះគេហៅថា add adjustment បានន័យថាការកែ stock ឆៅតែម្ដងអញ្ចឹងណាអូខេអញ្ចឹងដើម្បីធ្វើមុខងារហ្នឹងក្រោយពេលដែលយើង log in មកហើយយើងចុចនៅលើ product នេះមកនៅខាងឆ្វេងដៃនេះយើងចុចលើ product ក្រោយហើយយើងរកពាក្យថា add adjustment ណាអូខេចុចលើ add adjustment ហ្នឹងមកវានឹងនាំយើងមកដល់ form នេះហើយអញ្ចឹងនៅកន្លែងនេះអ្នកទាំងអស់គ្នាគ្រាន់តែឃើញអាកន្លែង cursor នេះផ្លឹបផ្លេតនេះមានន័យថាជាកន្លែងឲ្យយើងនឹងវាយលេខកូដ item ឬក៏ឈ្មោះ item ដើម្បីស្វែងរកវាណាស្វែងរក item ជាក់លាក់ណាមួយតម្លាក់ចូលក្នុងតារាងនេះហើយបន្ទាប់មកធ្វើការវាយចំនួនបញ្ចូលណាអូខេអញ្ចឹងឧទាហរណ៍ខ្ញុំនឹងវាយលេខ1អូខេខ្ញុំឧទាហរណ៍ខ្ញុំកែ stock item នេះមួយឈ្មោះថា clear seco ចុះណាបបខ្ញុំចុចតម្លាក់ហើយក្នុងមួយលើកហ្នឹងខ្ញុំរាប់ item 2ផ្សេងគ្នាណា clear seco មួយហើយ item មួយទៀតនេះស្អីគេនេះ pen UC 32នេះណាហ្នឹងហើយអញ្ចឹងឥឡូវនេះក្នុងមួយលើកនេះគឺខ្ញុំរាប់បញ្ចូលហ្នឹងគឺចំនួន2មុខផ្សេងគ្នាណាអា pen UCB នេះអ្នកទាំងអស់គ្នារាប់ទៅឃើញប្រមាណវាយបញ្ចូលនៅកន្លែងនេះហើយកន្លែងដែលត្រូវបដូរមួយទៀតគឺកន្លែង type នេះណាទាំងអស់គ្នាបើសិនជាបន្ថែមចូលគឺត្រូវបដូរអានេះមក edition អញ្ចឹង edition 1មានន័យថាបូកបន្ថែម1បើខ្ញុំវាយ10កន្លែងនេះមានន័យថាវានឹងបូកបញ្ចូល stock 10បន្ថែមទៀតណាខាងក្រោមដូចគ្នាដែរព្រោះពេលខ្លះយើងអាចនឹងកាត់ចេញដូចខ្ញុំធ្លាប់ប្រាប់ណាយើងអាចនឹងកាត់ចេញដោយសារតែ item ហ្នឹងវាមានបញ្ហាវាបាត់វារហែកលក់មិនកើតអីយើងត្រូវកាត់ចេញណាហ្នឹងហើយប៉ុន្តែក្នុងករណីដែលខ្ញុំបង្ហាញនេះគឺក្នុងគោលបំណងរាប់ stock ហើយយើងបញ្ចូល stock អូខេហ្នឹងហើយអញ្ចឹងពីមុខនេះខ្ញុំបន្ថែមមួយមុខ10ហ្នឹងហើយហើយនៅកន្លែងនេះកន្លែងខោនេះខ្ញុំចុចមើល stock ដើមសិនណា stock ដើមរបស់គេគឺ22ណាអញ្ចឹងក្រោយពេលយើង add បញ្ចូល10ទៅគឺវាត្រូវតែឡើង32មែនទេហ្នឹងហើយអញ្ចឹងអានេះហ្នឹងហើយអានេះមាន28អញ្ចឹងក្រោយពេល add បន្ថែម10នេះទៀតទៅគឺវាត្រូវតែឡើង38ណាអញ្ចឹងខ្ញុំផ្ទៀងផ្ទាត់ក្នុងប្រតិបត្តិការមួយហ្នឹងគឺខ្ញុំធ្វើការកែ stock ទៅលើ item 2ឈ្មោះដូចខាងក្រោមនេះណាអានេះមួយបូកបន្ថែមចំនួន10ម្នាក់ណាមួយមុខ10ទៀងទាត់ទៅត្រឹមត្រូវអស់ហើយយើងចុច submit មកអត់មានធ្វើឲ្យច្រើនទេណាហើយខ្ញុំបញ្ជាក់ជូនមួយលើកនេះគឺអាចធ្វើបានម្ដង4 10 item អីក៏បានដែរណា4 10 20 item ក៏បានដែរប៉ុន្តែគ្រាន់ថាកុំឲ្យទៅច្រើនពេកខ្លាចយើងច្រឡំអញ្ចឹងខ្ញុំណែនាំឲ្យធ្វើអាចពី5ទៅ10មុខបានហើយក្នុងមួយលើកណាអូខេអញ្ចឹងយើង submit មកយើងទៀងទាត់ឃើញត្រឹមត្រូវហើយយើង submit នេះកាលណាទាំងអស់គ្នាឃើញ message នេះ successfully adjusted នេះបានន័យថាអូខេឃើញទេនេះយើងបានលេខប្រតិបត្តិការរបស់យើង ADJ003 នេះនៅលើគេហ្នឹងយើងចុចមើលទៅឃើញហើយឃើញទេយើងបានបូកបន្ថែមអា clear cycle នេះចំនួន10ណាហេតុអីបានយើងថាបូកបន្ថែមអាស្រ័យលើអា type នេះកាលណាយើងឃើញ addition ឬក៏ subtraction បានន័យថាបូកឬដកនឹងឯងណាអូខេ10អញ្ចឹងបើខ្ញុំចូលមក list product រួចហើយខ្ញុំ search រក UC ហ្នឹង pen ហ្នឹងនេះឃើញទេមិញ22ទៅទេអញ្ចឹងបូកថែម10ទៀតវាឡើង32ដូចខ្ញុំប្រាប់អញ្ចឹងណាអា clear cycle នោះក៏ដូចគ្នាដែរហ្នឹងហើយអញ្ចឹងរបៀបកែ stock គឺមានប៉ុណ្ណឹងងាយមែនតើអញ្ចឹងបានន័យថាក្រោយពេលអ្នកទាំងអស់នេះបញ្ចូល item អស់ទៅការកែ stock គឺស្រួលមែនតើគ្រាន់តែ search រកវាហើយវាយបញ្ចូលចំនួនទេណាហើយគ្រាន់តែសម្រេចថាបូកបន្ថែមឬក៏ដកចេញតែប៉ុណ្្នឹងទេណាអញ្ចឹងអាចមើលវីដេអូហ្នឹងហើយធ្វើតាមទៅប៉ុន្តែបើសិនជាអឺតល់កន្លែងណាអីអាចសួរខ្ញុំបានទៀតណាអរគុណច្រើន